ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសាឡេនហើយខ្ញុំជាអ្នកសៀមរាបផ្ទាល់នៅនឹងតែម្ដងក្នុងនាមជាអ្នកសៀមរាបនិយាយឲ្យស្មោះត្រង់ទៅទៅលើកទី1ទៅបានឃើញថាអស្ចារ្យមែនតើគឺឃើញថាព្រះអាទិត្យបានរះចំកំពូលភាសាមកទៅស្អាតអស្ចារ្យខ្លាំងបងមានអារម្មណ៍ថាសប្បាយចិត្តត្រេកអរដែលបានឃើញភ្ញៀវទេសចរមកច្រើនទាំងភ្ញៀវជាតិទាំងអន្តរជាតិដែលមកចូលរួមទស្សនាព្រឹត្តិការណ៍នឹងទាំងអស់គ្នាអញ្ចឹងយប់មិញគេងអត់លក់អីយប់មិញគេងម៉ោង12ងើបមកម៉ោង3ហ្មងខ្លាចមកអត់ទាន់ថ្ងៃរះគឺថាប្រយប់ធ្វើតែអត់បានគេងមែនអញ្ចឹងហើយប៉ុន្តែពេលមកដល់បានទេសនាទៅមានអារម្មណ៍ថាវាអត់ខកបំណងសោះមានអារម្មណ៍ថាស្អាតខ្លាំងស្អាតលើពីការរំពឹងទុកស្អាតជាងយើងឃើញនៅក្នុង social media ទៀតគ្នាខ្ញុំមកពីភ្នំពេញឈ្មោះអ៊ុយសំណាងចាក្នុងនាមជាកូនខ្មែរខ្ញុំអាយុ60ជាងខ្ញុំទៅបានមកមើលថ្ងៃរះហ្នឹងខ្ញុំមានមោទនភាពខ្លួនឯងសប្បាយចិត្តដើម្បីឲ្យបរទេសគេមើលឃើញថាប្រទេសកម្ពុជាយើងអស្ចារ្យហើយអាទិត្យថ្ងៃនេះគឺពេញល្អហ្មងចំកណ្ដាលពូលប្រាសាទកូនងើបតាំងពីម៉ោង2ជាងកូនម៉ែខំប្រឹងណាស់ហ៊ានអេងលុកទេដាគេដែរឯងចាញ់ពីមើលថ្ងៃរះខ្ញុំទៅប្រាសាទប្រែរូបខ្ញុំទៅបដាកន្លែងណាដែលគេប្រាប់គឺខ្ញុំទៅទាំងអស់ចាឱកាសបុណ្យចូលឆ្នាំថ្មីដែលផ្ដាំទៅកូនចៅឬក៏បរទេសនៅក្រៅប្រទេសក៏ដោយបងប្អូននៅក្រៅប្រទេសក្នុងប្រទេសអីសូមអញ្ជើញមកលេងនៅខេត្តសៀមរាបយើងខេត្តសៀមរាបយើងមានអស្ចារ្យនៅក្នុងពិភពលោកចាទេសចរច្រើនក្នុងការដើរមកលេងនេះខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចអីទេសប្បាយរីករាយផ្ដាំទៅអ្នកក្រៅប្រទេសក្នុងប្រទេសដែលមកទេសចរនៅទីនេះកុំភ័យខ្លាចមកដោយចិត្តសប្បាយរីករាយកុំបារម្ភសុវត្ថិភាពល្អសៀមរាបជាកន្លែងសុវត្ថិភាពចំពោះព្រឹត្តិការណ៍នេះពិតជាអស្ចារ្យមែនទែនសម្រាប់ប្រជាជនខ្មែរយើងជាពិសេសគឺក្នុងថ្ងៃសមារាត្រីនេះដែលមានរយៈពេល3ថ្ងៃបាទថ្ងៃទី1សែថ្ងៃទី2ហើយខាន់សិលថ្ងៃទី3អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍ថារំភើបសប្បាយរីករាយមែនទែនជប់មិញគឺគេអត់បានលក់ទេបាទគឺមានអារម្មណ៍ថាក្រោកតាំងពីម៉ោង3ដើម្បីមកមើលនៅថ្ងៃរះនេះហើយលើកនេះគឺជាលើកទី1សម្រាប់ខ្ញុំហើយមកមើលឃើញទស្សនវិជ្ជាជាក់ស្ដែងនៅទីនេះឃើញមានប្រជាជនយើងមកចូលរួមយ៉ាងកុះករជាពិសេសគឺភ្ញៀវបរទេសបានដែលបានចូលរួមដើម្បីមកទស្សនានៅថ្ងៃនេះដែលជាថ្ងៃពិសេសមួយដែលយើងតែងតែចងចាំជាទូទៅនៅក្នុងមួយឆ្នាំគឺយើងមានថ្ងៃសមារាត្រីចំនួន2លើកបានចំនួន2លើកអញ្ចឹងសម្រាប់ខ្ញុំជាអ្នកសៀមរាបផ្ទាល់តែម្ដងបាទខ្ញុំសូមផ្ញើជាសារមួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងសូមមកចូលរួមទស្សនានៅថ្ងៃរះដែលហៅថាថ្ងៃសមារាត្រីនេះទាំងអស់គ្នាដែលមានរយៈពេល2ថ្ងៃទៀតថ្ងៃស្អែកថ្ងៃខាងស្អែកដែលយើងគួរតែមកមើលមកឃើញជាក់ស្ដែងកុំឲ្យឃើញតែតាម social media ដែលគេខុសទៅឃើញស្អាតស្អាតមែនអត់ហើយចំកណ្ដាលមែនអត់ហើយជាពិសេសគឺយើងបានមកឃើញប្រជាពលរដ្ឋខ្មែររបស់យើងទាំងជាតិហើយនិងអន្តរជាតិហ្នឹងគឺមកទស្សនាយ៉ាងច្រើនកកមែនទែន